រឿងសត្វរើគ្នាធ្វើស្ដេចក្នុងកប់តនខាងកំបាំងបាត់ស្ងាត់កន្លងរំលងយូរលង់ណាស់មកហើយមនុស្សទាំងអស់នៅលើផែនដីក្នុងពិភពលោកនេះពុំទាន់មាននរណាមួយជាធំសម្រាប់ត្រួតត្រាគ្នានៅឡើយលុះចំណេរកាលមកខាងក្រោយទើបគេជំនុំគ្នាលើកមនុស្សម្នាក់ជាក្សត្រដាក់នាមថាព្រះសម្មារាជឲ្យសោយរាជសម្បត្តិនិងគ្រប់គ្រងអាណាប្រជានុរាស្ត្រទៅពួកសត្វទាំងឡាយគឺសត្វម្រឹកបក្សីនិងមច្ឆាជាតិកាលបើបានឃើញមនុស្សមានស្ដេចមួយអង្គសម្រាប់ត្រួតត្រាប្រជាពលរដ្ឋទូទៅដូច្នោះក៏នាំគ្នាអើឆោឡោជ្រួលច្របល់ប្រកោកប្រកាសឲ្យពិភពលោកគឺមនុស្សនិងសត្វទាំងអស់ដឹងថាពួកខ្លួននេះពុំទាន់មានស្ដេចសម្រាប់ត្រួតត្រានៅឡើយទេដើម្បីឲ្យពិភពលោកជួយគិតគូរអំពីពួកខ្លួននេះផងមិនយូរប៉ុន្មានមនុស្សទាំងអស់ក៏នាំគ្នាជួយគិតគូររើសរកស្ដេចឲ្យពួកសត្វទាំងនោះគេបានតាំងសត្វរាជសីដែលជាសត្វខ្លាំងពូកែមានឥទ្ធិឫទ្ធិអង្គអាចមានប្រាជ្ញាឆ្លៀសវៃនិងចរិយាស្រគត់ស្រគំជាងគេឲ្យធ្វើជាស្ដេចនៃសត្វម្រឹកពួកសត្វម្រឹកទាំងឡាយពេញចិត្តនឹងស្ដេចរបស់ខ្លួននេះដោយឥតមានប្រកែកអ្វីឡើយពួកសត្វត្រីគេបានតាំងអនិន្មច្ឆាដែលជាត្រីធំជាងគេឲ្យធ្វើជាស្ដេចនៃមច្ឆាជាតិទាំងអស់ពួកសត្វមច្ឆាក៏ទទួលយកដោយពេញចិត្តយ៉ាងក្រៃលែងឯពួកបក្សីលុះបានមកជំនុំរើសរកសត្វដែលនឹងឲ្យធ្វើជាស្ដេចនៃបក្សីទាំងពួងស្រាប់តែមានបេក្ខជនពីររូបឈរឈ្មោះឲ្យគេតាំងគឺសត្វក្អែកមួយនិងសត្វមៀមមួយសត្វទាំងពីរនេះសុទ្ធតែមានសត្វជាបរិវារយ៉ាងច្រើនរៀងខ្លួនសត្វទាំងពីរនេះមានគំនិតចង់ធ្វើជាស្ដេចគ្រប់គ្នាម្ល៉ោះហើយក៏ចែកជាពួកបកដើរឃោសនាប្រកួតប្រជែងអួតតែបាក់ពួករបស់ខ្លួនរៀងខ្លួនមិនតែប៉ុណ្ណោះថែមទាំងដើរឃោសនាបន្តបង្អាប់គ្នាទៅវិញទៅមកផងខាងក្អែកថានរណានឹងឲ្យអាសត្វមៀមធ្វើជាស្ដេចកើតបើភ្នែកវាធំម្លេះតែកាលណាវាបានធ្វើជាស្ដេចលើបក្សីផងទាំងពួងវានឹងបំភ្លេចបំផ្លាញអស់បក្សីផងនានាបើអ្នកទាំងអស់គ្នាមិនជឿខ្ញុំត្រូវអ្នកមើលតែភ្នែកវាយើងគង់យល់បានថាវាជាសត្វកាច់យំខ្នងពិតប្រាកដមែនឯពួកសត្វមៀមក៏ឃោសនាបង្អាប់ទៅសត្វក្អែកវិញថាយើអាសត្វក្អែកខ្មៅទាំងឆ្អឹងឯងនេះជាសត្វខ្មៅមិនមែនខ្មៅតែរោមស្លាបនិងសាច់ប៉ុណ្ណោះទេខ្មៅរហូតដល់ទៅចិត្តគំនិតទៀតបើនរណាសុខចិត្តតាំងអាសត្វក្អែកឲ្យធ្វើជាស្ដេចក្អែកវានឹងជិះជាន់សង្កត់សង្កិនលើសត្វនានាជាមិនខានព្រោះអានេះចិត្តខ្មៅណាស់វាជាសត្វធ្លាប់រកស៊ីពុំតាមសម្មាជីវោទេវារកស៊ីតែលួចឆក់របស់គេជាអាហារបើវាបានធ្វើស្ដេចវានឹងលួចឆក់ហើយវាទៅសង្កត់គេយកស៊ីទាំងភ្នែកស្រស់តែម្ដងអ្នកទាំងអស់គ្នាមិនបាច់គិតឲ្យវែងឆ្ងាយទេមើលតែរបរវារកស៊ីសពថ្ងៃនឹងចរិយាក្រឡេមក្រលើមហើយនឹងសម្បូរស្បែកវាក៏គង់ដឹងហើយបេក្ខជនក្អែកនឹងមៀមឃោសនាប្រឆាំងគ្នាយ៉ាងនេះរហូតទល់តែបែកជាបកពួកយ៉ាងធំកើតជាឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងទើបពួកសត្វទាំងអស់ដែលមិនចូលដៃជើងខាងបកពួកណាក៏ជំនុំគ្នាតាំងសត្វហង្សឲ្យធ្វើជាស្ដេចនៃសត្វបក្សីទាំងអស់រហូតមកព្រោះហេតុនេះបានជាក្អែកនិងមៀមចេះតែស្អប់គ្នាដែលរៀបមកដល់សព្វថ្ងៃនេះជាប់ជាទម្លាប់មួយដែលចែកសត្វជាពួករកស៊ីពេលយប់ពួករកស៊ីពេលថ្ងៃហើយទាំងពីរពួកនេះឃើញគ្នាមិនបានទេ